បាទសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំសូមចែកម្លែកមួយអំពីរបៀបដែលយើង combine PowerPoint ចូលគ្នាបាទអញ្ចឹង slide របស់យើងវានៅ file ផ្សេងគ្នាប៉ុន្តែយើងចង់combine វាចូលទៅក្នុង slide តែមួយណាបាទអញ្ចឹងជំហានទី1គឺយើងចូលទៅកាន់PowerPoint ថ្មីមួយសិនមកបាទអញ្ចឹងយើងចូលទៅកាន់ PowerPoint ថ្មីមួយមកបន្ទាប់មកទៀតយើងចូលទៅកាន់ពាក្យ new slide បាទហើយយើង scroll មកផ្នែកខាងក្រោមយើងយកពាក្យខាងក្រោមនេះមកបាទបន្ទាប់មកទៀតយើងយកពាក្យbrowser អញ្ចឹងនៅកន្លែងនេះយើងចូលទៅរើស file ណាដែលយើងចង់ combine ណាបាទអញ្ចឹង slide របស់យើងនៅក្នុងនេះខ្ញុំរើសយក slide បាទ slide Kimi ថ្នាក់ទី11ចុះបាទនេះ slide Kimi ទី10ណាអញ្ចឹងនៅកន្លែងនេះយើងរើសមកយើងចង់ combine file មួយណាចូលគ្នាអញ្ចឹងឧទាហរណ៍ខ្ញុំចង់ combine slide ទី1ទី2ទី3ទី4ទី5ទី6ចូលគ្នាណាបាទអញ្ចឹងយើង select មកទី1បាទយើង open សិនមកតមកទៀតយើងយកទី2 open បាទទី3 open បាទមួយទៀតទី4 open ឥឡូវយក4 slide ចុះមិញណាបាទ select មក4 slide ហើយមិញបន្ទាប់មកទៀតយើងម៉ៅស្ដាំដើម្បីឲ្យ slide ទាំងអស់ហ្នឹងមកណាបាទអញ្ចឹង insert all slide អញ្ចឹងពេល insert all slide ទៅ slide ដែលយើងបញ្ចូលមិញគឺវារត់មកទាំងអស់នៅកន្លែងនេះណាបាទអញ្ចឹងអានេះ slide ទី1ណាបាទយើងមើលមក slide របស់យើងទី1អញ្ចឹងដល់ពេលនេះវា combine ចូលគ្នាហើយអញ្ចឹង combine ចូលទាំងអស់រហូតដល់15 slide ណាបាទចឹងបើយើងចង់ add បន្ថែមទៀតឥឡូវយើង add បន្ថែមទៀតយើងយកទៀតមកបាទ slide ទីបាទ1 2 3 4 5បាទយកទី5ទី6តមកទៀតទី7បាទទី8ហើយមួយទៀតយើងដាក់ទី9បាទអញ្ចឹងយើងដាក់មកទាំងអស់មកហើយយើងម៉ៅស្ដាំទៅ up item បាទ insert all slide ណាជឹក slide របស់យើងនឹងរត់មកទាំងអស់ហើយបាទអញ្ចឹងឥឡូវនេះយើងលុបចោលទៅហើយដល់ពេលដែលយើងធ្វើនេះវារត់មក slide តែមួយទេអញ្ចឹងដល់ពេលដល់កន្លែងនេះយើងអាចដូរទៅសិនជាយើងចង់ដូរ background ដូរអីយើងដូរតែមួយនៅកន្លែងនេះទៅយើងបានទាំងអស់ណាបាទអញ្ចឹងដូរតែមួយទៅយើងបានទម្រង់របស់វាទាំងអស់តែម្ដងអាហ្នឹងណាបាទអញ្ចឹងកន្លែងនេះយើងយក online របស់ picture ណាយើងអាចដូរ background វាតិចទៅដើម្បីឲ្យវាមានភាពទាក់ទាញណាបាទអញ្ចឹងនៅទីនេះយើងដាក់ background បែប Kimi ទៅយើងអាចរកមើល background ណាដែលវាសមរម្យសម្រាប់ Kimi ណាអូខេឥឡូវតោះយើងយក background នេះដាក់មកមិនដាក់មកដាក់90ណាបាទ90ហើយ apply all ទៅអញ្ចឹងនៅក្នុង slide របស់យើងវានឹងត្រាំឲ្យយើងទាំងអស់ណាបាទបាទអញ្ចឹងនេះ slide របស់យើងហើយបើសិនយើងចង់ដូរ background អីផ្សេងទៀតយើងអាចទៅបដូរតាមនឹងតាមជាក់ស្ដែងទៅហើយយើងប្រាំទៅវារត់មកតែមួយអញ្ចឹងយើងងាយស្រួលក្នុងការធ្វើបាទអញ្ចឹងយើងអត់ធ្វើច្រើនតង់ណាបាទធ្វើតែមួយតង់គឺស្រេចហើយរូបភាពយើងចង់បដូរទៅហើយបើសិនយើងចង់ឲ្យវារៀងព្រាលជាងនេះអាចដាក់95អីទៅបាទ95ក៏បានដែរ apply to all ទៅ
ខេ បាទ អញ្ចឹងយើងមានតែប៉ុណ្ណឹងរបៀបដែលយើង combine PowerPoint ចូលគ្នាបាទ